គឺពួកយើងមកធ្វើការទាំងអស់គ្នាដោះដូរថ្ងៃតែអ្វីដែលពួកខ្ញុំកើតទុកមិនសុខចិត្តទី1ចាំគាត់និយាយរឿងការងារគឺអត់បញ្ហាទេធម្មតារោងចក្រគឺប្រញាប់ចេញទូចេញអវ៉ាន់ឲ្យពួកយើងជួយសហការថែមកធ្វើការថ្ងៃបងថ្ងៃអាទិត្យគឺជារឿងធម្មតាសម្រាប់ពួកយើងព្រោះម៉ោង8ក៏ពួកយើងគាត់ថែមថ្ងៃអាទិត្យក៏ពួកយើងគាត់ធ្វើដែរមែនអត់ខែពេញធ្វើមួយខែពេញគឺពួកយើងសិតតែគ្រប់គ្រងកាត់ហើយចាំវាអត់មានអីអស្ចារ្យណាមួយថ្ងៃហ្នឹងទេក៏ប៉ុន្តែអ្វីដែលពួកខ្ញុំប្រធានទៅប្រជុំមិនសមមិញពួកខ្ញុំមកសុខចិត្តគឺដោយសារតែម៉េចប្រជុំរឿងការងារសុខលើករូបហ៊ុនម៉ាណែតយកមកឲ្យពួកខ្ញុំមើលលើករូបហ៊ុនម៉ាណែតឲ្យពួកខ្ញុំមើលបើសិនជាពួកខ្ញុំជាប្រធានផ្នែកទាំងអស់គ្នាទៅសំណពរកូនក្រុមទាំងអស់ណាបានទេហើយពួកខ្ញុំដាក់តារាងងារឡើងទៅផ្ទះអត់យើងគិតមើលថាតើពួកខ្ញុំនេះមានអារម្មណ៍ម៉េចរាល់ថ្ងៃពួកយើងគិតតែពួកខ្ញុំណាគៀបសង្កត់ពួកយើងតែពួកយើងអត់ដឹងទេថាគេគៀបសង្កត់ពួកខ្ញុំហ្មងចាំទី1ខ្ញុំក៏អត់ចង់បាត់បង់ការងារនឹងដូចគ្នាបន្ទាប់មកទៀតនិយាយរឿងបាញ់ពួកឯងទៅផ្ទះអស់ចិត្តហើយចាប់ដើមនិយាយប្រទេសយើងថៃបានថៃមកឆ្លៀនទៀតដោយសារតែប្រទេសយើងមានការងារធ្វើគេមកវិនិយោគគេយកលុយមកឲ្យហើយពួកយើងអត់ចង់បានលុយទេចឹងបានប្រទេសយើងក្រចឹងបានស្ទៀមគេមកឆ្លៀនស្ទៀនយើងខ្ញុំមកសំដីមួយម៉ាត់ហ្នឹងដូចចាក់ចំបេះដូងខ្ញុំចឹងខ្ញុំឈឺតែពួកយើងទៅយកបានអត់ទេជាក់អត់ទេខ្ញុំសុកចិត្តបាត់បង់ការងារឥឡូវនេះបងចាដៃខ្ញុំមានឈរមកហើយចាំនឹងគេដាក់ទៅពីយើងខាងពេក